ខ្ញុំឈ្មោះលីមចានៅភូមិពាំងកទួតបាទអាយុប្រហែលនេះអាយុ60ហ៎60បាទ61ហ៎បាទហើយនេះមានអាការៈយ៉ាងម៉េចដែរនេះការៈខ្ញុំហ៎បាទឈឺដៃឈឺជើងឈឺចង្កេះហ្នឹងហើយល្ងឹតទៀតអូបាទចានេះឈឺទៅប្រហែលខែប្រហែលឆ្នាំខ្ញុំហ៎ឈឺហ្នឹង10ឆ្នាំទៀតណាពេលតែនេះឈឺហ្នឹងវាធ្វើទុកយ៉ាងម៉េចដែរវាពិបាកក្នុងខ្លួនយ៉ាងម៉េចដែរបាទរឹងដៃរឹងជើងយ៉ាងហ្នឹងចាសូម្បីតែការងារផ្ទះហើយក៏ពិបាកនៅខ្លួនដែរការងារផ្ទះចេះតែធ្វើទៅចេះតែថ្ងៃណាធ្វើកើតធ្វើទៅថ្ងៃណាធ្វើអត់កើតដេកចឹងទៅបាទចាវាឈឺខ្លាំងជាងគេឈឺដៃឬក៏ឈឺជើងឈឺខ្លាំងជាងគេឈឺជើងឈឺដៃហ្នឹងហ្មងលើកអត់ចង់រួចអីចឹងទៅបាទថ្ងៃមុនហ្នឹងវាដេកទៅវារឹងខ្លួនលើកឡើងទៅទីទៅទ្រុសយ៉ាងវាឃើញខ្ញុំយ៉ាងវាយកមកឲ្យខ្ញុំលេបចាឲ្យខ្ញុំលេបសាក់មើលទៅហើយចឹងខ្ញុំលេបទៅវាគាត់ចុះលើក្រែនហ្នឹងវាដូចស្រួលចុះយ៉ាងវាអត់ជាប់ដូចមុនណាលេបប្រហែលថ្ងៃដែរលេបបាន3ថ្ងៃនេះបាន3ថ្ងៃហ្នឹងវាទុំជួយធំធូរចំណុកចុះលើក្រែលើអីចឹងណាវាអត់ទៅទីទៅទ្រុសដូចមុនចាយ៉ាងចាដើម្បីបានធូរបានជាហើយដើម្បីមានអារម្មណ៍យ៉ាងម៉េចដែរសុបាយចិត្តទេឲ្យតិចទៀតអារម្មណ៍សុបាយនឹងបញ្ហាជំងឺឈឺសន្លាក់រ៉ាំរ៉ៃជារឿយតែងតែកើតមានឡើងលើលោកតាលោកយាយពុកម៉ែអង្គពូមីងដែលមានវ័យចាប់ពីអាយុ40ឆ្នាំឡើងទៅបញ្ហាទាំងនេះតែងតែផ្ដល់ផលរំខាននិងមានអាការៈធ្វើទុកដូចជាក្រោយពីគេងជប់សរសៃចង្កេះស្មាបត់ iPod ឃ្លៀកជាប់ក៏ជាដើមលាក់ឈឺក្រញាំដៃឈឺក្រញាំជើងឈឺហើមបាត់ដៃឈឺហើមបាត់ជើងស្ពឹកដៃស្ពឹកជើងឈឺកាន់របស់របរធ្លាក់ពីដៃកាន់អត់ជាប់ឬអាចកើតមានជំងឺចិត្តស្លាប់មួយចំហៀងខ្លួនបណ្ដាលមកពីស្ទះសរសៃឈាមឈឺជង្គង់យកខែឆ្នាំឈឺស្មានិងឈឺបត់ iPod ឈឺចង្កេះឈឺខ្នងពិបាកអង្គុយពិបាកគេងពិបាកដើរឥឡូវនេះអស់បារម្ភទៀតហើយពុកម៉ែអង្គពូមីងគ្រាន់តែប្រើជាមួយឱសថបុរាណតង្កាត់អាលីត្រឹមតែរយៈពេល3ថ្ងៃប៉ុណ្ណោះរាល់បញ្ហាជំងឺខាងលើនៅបានធូរសះស្បើយ